Tapi còn mơ không có chó nên sao ta còn khơi nari mình sẽ lệ bẹ so sọ quê hay một con sao ta chim Rồi ní cả làng cà phê nam pi pon thấy bay trong tờ long tờ bang là pi nam thì cả làng lợt lâu chia lấy hai tập rầm pi lợt spiên mùi cả lái đại chụp tập lâu plom ní thì rồi mình thang cho cả xóa thì mấy prom này có chỉ dụ bớt sa rồi nó nãy đập pi nó làm xe lại mùi cha bông cha còn nếu chỉ tôi tới có tập tập tia tập bên cô hay là mong bông bông gì tại được ngày nướng có mình mật thẻ có đó mật thẻ có chùm ra cá chỉ tự nhiên nó có lần nó còn có lần thùng nó lỡ theo chỉ lấy hàm phần nữa vâng nó tới đây có thôi đầm nào tới rồi lên mình rất chân con gì lớn chọn mòn chứ nó chọn mòn cho con gì lên không sẽ được có lên cho mình nhiều á cây mây máu mau về chết đập vô bản một thẻ có được thà sẵn năng ngay vô bài cái thằng đây tập haiตลอดเดินในกลายเกเดี๋ยวลูกพลายกลายแต่ไปยังเจ้ากดกระเทิมนาแต่เทิมนาจริงเป็นนางบานประมาณกะโลวิมินสปีนมวยยังสมเด็จกับสปีนในแต่วิจิสปีนมวยได้ขังกราวน้ำมีนตะโคหาฉลองการโดยดีจังนั้นบ้านฉลองตะก็บ้านแต่ไปบ้านตะดอลเลอร์สปีนนั่งเพลมาโตระบอกก่อนนั่งรัวแหละรัวรถเวียแหละคือรัวรถโดยชุมาโดยชุฟังไงจังนะบ้านเราก็มาไปคอยสีดังrồi còn mà về lúc sáng cọt tao đo một chúng tôi tao đo trong spin nó cọt có ba mươi sáng khuyên sang bình tay con chôn mơ bờ xí cũng rất ấy thì cọt có chắp đam bạch chay mà tôi bao thì bao hàng đông hay mà tôi có mẹ làm thằng ngôn khó pro cả đây là gì chứ đó rồi chứ không tập tay con mơ không có chó nên sao ta cọt khơi nari mình sẽ bẹ so sọ quê hay một con sao ta chim oh my god ก็ทุ่มខ្មៅជួមសក់មកជាហៀងបាំងមុខកំពុងអង្គុយខាងក្រោយគាត់ដោយកាយវិការយកដៃដាក់លើផ្លូវហើយជិះពីក្រោយគាត់នឹងគាត់ឃើញគាត់ថាគាត់កង់ចង់កាំងស្មារតីគាត់ភ័យតែគាត់ដឹងធ្វើម៉េចគាត់ថាមានតែម្យ៉ាងគឺប្រមូលស្មារតីរឹងមាំបើកម៉ូតូទៅមុខទៀតព្រោះមកវាយប់ហើយយូរម៉ូតូមានមួយយូរឡានមានមួយចាបងចានិយាយរួមទៅកម្រមានអ្នកមានស្មារតីរឹងមាំចឹងបងអើយបាទកម្រមែនតែគាត់ដោយសារហេតុអីគាត់មានស្មារតីមាំដោយសារគាត់ជុំញឹកតែពេលអញ្ចឹងគាត់ក៏បានធ្វើដំណើររហូតទៅដល់វងមូលជាវមានវត្តមួយទៅដល់ហ្នឹងស្រាប់តែម៉ូតូគាត់ស្រាលចាប់ផ្ដើមស្រាលលើម៉ូតូរបស់គាត់អញ្ចឹងណាគាត់ក៏មើលបើកញ្ចក់ម្ដងទៀតគាត់ថាអាយ៉ាអត់ឃើញទេគាត់ក៏ចេញពីវងមូលជាវនឹងរហូតទៅតាមជិតដល់ផ្លូវមាសគាត់ធ្ងន់ម្ដងទៀតជិតដល់ផ្ទះគាត់ណា 3-4 គីឡូទៅដល់ផ្លូវផ្ទះគាត់នេះសត្វតែធ្ងន់ម្ដងទៀតតែពេលធ្ងន់នឹងទៅគាត់ក៏មើលកញ្ចក់ម្ដងទៀតលើកនេះនារីនឹងជិះម្ដងទៀតតែលើកមុនគាត់ថាបាក់ទៅកើអញ្ចឹងនេះបាយមុខម្លេចអញ្ចឹងណាពីបច្រាស់គាត់ថាភើមួយបាយមុខនេះមួយបាយមុខនេះខុសគ្នាអញ្ចឹងលើកនេះបងឲ្យចុះមិនគាត់ដឹងថាជាខ្មោចដដែលចឹងហ៎បងទី1វាស្លៀកពាក់ដដែលហើយរូបរាងដដែលសក់វែងដដែលតែមកដល់មុខគេហៅថាវត្តត្រែងដល់វត្តត្រែងនោះក៏បាត់ទៅគាត់ក៏ថឹងស្រាម៉ូតូក៏ខំសុទ្ធលឿនទៅផ្លូវរៀងស្ងាត់ដល់ពេលចេញពីវងនោះបានប្រហែលគីឡូលេងធ្ងន់ម្ដងទៀតគាត់បើកកញ្ចក់មើលឃើញគាត់ក៏កាប់កញ្ចក់ទៅវិញគាត់ប៉ិនជិះទៅលេងតែគាត់ចិត្តទៅដល់ផ្ទះគាត់មើលចង្អាយទៅឃើញតាគាត់កំពុងឈួចចាំងខ្ញុំនិយាយព្រឺខ្លួនណាខ្ញុំនិយាយខ្ញុំសភាគាត់ណាលើកុំអធិស្ឋានផងបងដោយសារខាងប្អូនលឺដាច់ចឹងណាចាំបន្តិចណាបងប្អូនខលទៅខាងបងវិញបងឯដល់ណាមិញចាំបងដល់កន្លែងដែលបងជិះម៉ូតូឃើញខ្មោចងាកក្រោយហ្នឹងណាបងនៅពេលដែលគាត់ធ្វើដំណើរទៅដល់កន្លែងវងមូលជាវហ្នឹងម៉ូតូគាត់ក៏ស្រាលទៅគាត់ក៏ធ្វើដំណើរទៅបានចៃបានម៉ានគីឡូទៅសត្វតែម៉ូតូគាត់ធ្ងន់ម្ដងទៀតទៅពេលធ្ងន់គាត់ឆ្ងល់ចុះម៉ូតូធ្ងន់ក៏ពេលគាត់បើកកញ្ចក់មើលខ
ខាងឆ្វេងដៃគាត់លេងឃើញនារីនឹងនៅខាងឆ្វេងដៃម្ដងមុននៅខាងស្ដាំដៃអញ្ចឹងណាលើនេះលេងនៅខាងឆ្វេងដៃម្ដងហើយគាត់ភ័យគាត់ថាភ័យជាងមុនទៀតព្រោះវាល្ងឹតទៅយើងជិះរឿងសុទ្ធដែរគាត់តែគាត់មើលពីចង្ងាយនៅពេលជិតដល់ផ្ទះគាត់ហ្នឹងគាត់ឃើញតាគាត់ឈួរនៅមាត់ផ្លូវគាត់ឆ្ងល់ចឹងតាមកចាំផ្លូវឯងចឹងគាត់ក៏ធ្វើដំណើរលឿនទៅដល់ពេលចូលទៅដល់មាត់ផ្ទះមាត់ផ្លូវចូលផ្ទះហ្នឹងតាគាត់ថាចុះក្នុងតើពេលគាត់និយាយថាតាខ្ញុំមិនបាញ់និយាយចូលក្នុងហើយក្នុងដៃរបស់តាគាត់ហ្នឹងអូនចាបងចា ហើយនឹងអង្គមកកូនចានចាប់បងប្អូនសុំសួរបងបកក្រោយតិចតាគាត់ជាគ្រូឬក៏មិនបានគាត់ដឹងថាចៅគាត់មានបញ្ហាចឹងហ៎តាគាត់ធ្លាប់រៀនមុនវិជ្ជាខ្មៅតែគាត់អត់ដែរប្រាប់ចៅទេគាត់តែគាត់ដឹងថាចៅគាត់មានរឿងអីដល់ពេលអញ្ចឹងគាត់មកឈួរចាំមុនយល់ហើយនៅពេលដែលមកឈួរចាំហ្នឹងទៅឲ្យចៅទៅងុយទឹកទៅពេលងុយទឹកហើយគាត់ដើរចូលមកក្នុងសួរថាសុំទោសនៅពេលដែលចៅគាត់ដើរចូលទៅក្នុងគាត់បាញ់កដែលគាត់យកមកគាត់បាញ់កជុំមុខជុំវិញផ្ទះហ្នឹងម៉ូតូលើអីហើយគាត់ឲ្យធុកទៅគាត់ហៅចៅគាត់មកហើយកណែងគាត់សួរថាម៉េចហ្នឹងចៅឯងដឹកមកតាំងបឹកមកតាំងពីពេលណាមកពេលហ្នឹងលេងស្រាប់តែកុសលហ្នឹងគាត់និយាយថាខ្ញុំដឹកតាំងពីស្ពានមកហើយមកបាត់កន្លែងបាទខ្ញុំមកបាត់កន្លែងវងមូលជាវកន្លែងវត្តត្រែងហ្នឹងមុខវត្តត្រែងខ្ញុំក៏បាត់ទៅពេលអញ្ចឹងទៅគាត់នេះទៅខ្ញុំនិយាយព្រឺខ្លួននៅតែឯងគាត់ក៏ធ្វើដំណើរទៅមុខខ្ញុំក៏ធ្វើដំណើរទៅមុខទៀតណាតាស្រាប់តែបានបន្តិចលេងធ្ងន់ម៉ូតូម្ដងទៀតមើលទៅលេងឃើញនៅក្រោយក្នុងខ្ញុំម្ដងទៀតខ្ញុំភ័យដល់តែស្គាល់តែដឹងថាខ្ញុំដឹកគាត់មកមិនមែនគាត់ថាឃើញដែរតាដឹងថាខ្លួនឯងមានគ្រោះថ្នាក់ឯងព្រោះមិញពេលដែលតាឈួរមុខហ្នឹងវាទៅឈួរមុខនឹងដែរអូអញ្ចឹងមានន័យថាដល់ពេលចៅគាត់ជិះមកដល់ផ្ទះខ្មោចហ្នឹងមកដល់ផ្ទះដែរមកដល់មុខផ្ទះដែរអូបងនិយាយខ្ញុំនឹងព្រឺស្វល់ឯនេះតានឹងក៏និយាយជាមួយថាហើយមកទៅអីគាត់ថាគាត់ស្រឡាញ់ម្នាក់ហ្នឹងចង់យកម្នាក់ហ្នឹងទៅនៅជាមួយគាត់តាំងថាអត់ទេនេះចៅអញបាយយកចៅអញទៅនឹងមានរឿងលើបើមិនចង់មានរឿងទេទៅឆ្ងាយទៅវាចង់ស្ដាប់គាត់ក៏បាញ់កទៅពេលបាញ់ទៅក៏បាត់វាណាហើយគាត់ឲ្យធុកគាត់ទៅមកជុំវិញផ្ទះទៅក៏បាញ់គាត់ក៏ពត់សីម៉ាលើម៉ូតូហ្នឹងទៅយល់អត់បាទយល់បងបាញ់កហ្នឹងបាញ់កលេខគាត់ធ្វើវិធីគេវិញបងបាញ់កហ្នឹងបណ្ដេញវាចេញគេមានសីមាកម្មគាត់គឺគាត់ធ្វើដេញតាមបែបបុរាណតាមវិជាផ្លូវក្នុងគាត់ចេះអញ្ចឹងណាបាទទៅបាច់ទៅវាក៏បាត់ទៅពេលអូនសួរថាតាឃើញវាដែរឃើញតាំងពីយ៉ាងណាដឹកមកអញឃើញខ្ញុំឆ្កង់ឈួរលើម៉ូតូឯងគាត់ឃើញពីយ៉ាងណាគាត់ចង់ថាចែនៅពេលដែលចៅមានរឿងគាត់ឈួរចាំផ្លូវនៅផ្ទះគាត់ផ្លូវចូលផ្ទះគាត់ឈួរចាំបាទគាត់ឃើញតាំងពីយ៉ាងណាមកហើយមិនឲ្យចៅគាត់ចុះលើម៉ូតូតែដើរចូលផ្ទះឃើញទេបាទសំបីតែខ្ញុំសម័យហ្នឹងក៏បាទសាច់ដែរជិះជាមួយបដ ហើយអាអូនដែរហ្នឹងមិនមែនគាត់ឃើញតែម្ដងហ្នឹងណាប៉ុន្តែមើលល្ងាចថ្ងៃរៀបលិចបាទគាត់ទៅជើងភ្នំមួយឈ្មោះជើងភ្នំវាយចាបជើងភ្នំហ្នឹងមានដើមឈើតេតាមដងផ្លូវអញ្ចឹងណាបាទថាមានដើមកសេកមួយនោះវាជិះទៅលេងឈួរសំទោសអង្គុយសយងជើងចុះក្រោមហើយយល់ទៅយល់មកជើងលើប្រផាត់ក្បាលវាអូយវាឃើញបាទវាឃើញហ្នឹងទៅវាភ័យវាថាមិនដែរណាអញ្ចឹងឲ្យវាហ៊ានមើលក្រោយតែវាមើលក្នុងកញ្ចក់ទៅអត់ឃើញមុខទេឃើញតែពាក់កណ្ដាលខ្លួនហ្នឹងណាបាទយល់មកទៅពេលវាគាត់ទៅប្រាប់ពូគាត់ទៅពូមិញខ្ញុំឃើញនេះពូថាបាញ់និយាយពូគាត់ថាអញ្ចឹងបាទពូថាមិនមកខ្ញុំនិយាយអញឃើញរាល់ថ្ងៃពូគាត់ថាចឹងមានន័យថាកន្លែងហ្នឹងលងជាប្រចាំអញ្ចឹងបងបាទលងជាប្រចាំមុនកន្លែងហ្នឹងមានគ្រោះថ្នាក់ឬក៏គេធ្វើអត្តឃាតទេបង
នឹងប្រហែលជាតំបន់ឃាតកម្មមិនថាការសម័យសង្គ្រាមសម្បូរអ្នកស្លាប់ហ៎ អូ ហើយនៅពេលប្រហែលថ្ងៃដែលគាត់ឃើញហ្នឹងគាត់ត្រឡប់មកមួយអាទិត្យក្រោយលេងពូគាត់មកទៀតតែលើកនេះគាត់លេងនឹងយប់បន្តិចដោយសារថ្ងៃហ្នឹងថ្ងៃពេញបរមីគេលេងកម្មវិធីអមបុកគាត់ទៅលេងនៅវត្តតែនៅវត្តទៅគាត់ថាជិលទៅលើក្តីផ្ទះក្តីចការពូវិញយល់ទេ បាទ តែពេលឡើងហ្នឹងលេគាត់ជិះទៅលេសិតទៅឃើញនារីម្នាក់កំពុងតែ3កូន 3កូនជួមផ្លូវមួយអោមទ្រុងមួយទៀតកំពុងកាន់ដៃកូនឈួរកន្លែងដែលគាត់ឃើញលើមុនហ្នឹង បាទ មកដល់ប៉ាប់ស្រ័យល្វើយថាចាបងអើយបងជួយបងឲ្យជួយបងឲ្យទៅដោះកូនខ្ញុំផងកូនខ្ញុំឃ្លានមើលម៉ៃបងស្លេល្វើយគាត់លឺចឹងម៉ែហើយគាត់មូរាយជាងមុន គាត់តែកន្លែងគាត់នឹងមួយគាត់ឃើញ2ដង បាទបងឲ្យខ្ញុំសុំសួរបងឯងបន្តិចបងគេថាគេឃើញខ្មោចពេលកូនឬក៏3កូនអញ្ចឹងគេថាហ្នឹងគេហៅព្រីកាឡាភ្លើងឯងបង បានខ្លះគេហៅព្រីកាឡាភ្លើងថាអ្នកហ្នឹងគាត់ស្លាប់នៅពេលដែលកូនមិនតាន់កើតមកអញ្ចឹងណា ហើយនៅពេលដែលគាត់ឧទាហរណ៍ថាគាត់គ្រប់ខែថ្ងៃទី1ខែ1អញ្ចឹងតែគាត់ស្លាប់មុននឹងអញ្ចឹងទៅពេលដល់ថ្ងៃទី1ខែ1ឬលើសនឹងទៅកូនគាត់សម្រាលហើយអញ្ចឹងណា បាទ អញ្ចឹងគាត់ទំពេលកូនគាត់នៅលើអញ្ចឹងទៅមនុស្សយើងស្លាប់អីដល់ពេលខ្លាចជាអមនុស្សហើយក៏នៅតែអញ្ចឹងដូចតែមនុស្សធម្មតាហ្នឹងបងនិយាយទៅ ហ្នឹងវាអញ្ចឹងតាមបដិសន្ធិតាមកម្មរបស់គាត់នៅខ្លះវិញ្ញាណវិលវល់គាត់អាចទៅបដិសន្ធិទៅកើតជាមនុស្សសត្វអីបានអញ្ចឹងណា បាទ គាត់នៅកើតជាវិញ្ញាណវិលវល់ហើយពួកគាត់នឹងមានរិទ្ធមានអំណាចតើតែគាត់ខាងរូបភពយើងមើលមិនឃើញអញ្ចឹងណា បាទ ពួកគាត់មានរិទ្ធបកាយតែយើងមើលវាមិនឃើញតើអ្នកខ្លះមានកាយ៉ាវមានអីអ្នកខ្លះមានកម្មមានពីងគាត់មើលឃើញបងប្អូនខ្ញុំ អ្នកមានកាយ៉ាវហ្នឹងមានមែនតើឯងបងខ្ញុំលឺគេថាដែរប៉ុន្តែខ្ញុំដូចអត់សូវជឿសោះរឿងមានកាយ៉ាវខ្មោចលងហ្នឹង អ្នកខ្លះគេថាកាយ៉ាវហ្នឹងយ៉ាវកាយ៉ាវកពួនជើងតែអ្នកខ្លះអ្នកខ្លះគេសម្គាល់ថាឲ្យតាណាគេឃើញហ្នឹងនឹងថាកាយ៉ាវខ្មោចលងអញ្ចឹងណា បាទ ហើយគាត់នឹងឃើញច្រើនណាបើគាត់ទៅលេងវត្តអីជុំមួយគេអីចឹងគេទៅលេងធម្មតាគាត់ទៅនោមចេតិយឃើញលើចេតិយគាត់ទៅគិនវិឃើញគិនវិហាហើយឃើញតែគាត់ចឹង អញ្ចឹងមានន័យថាគាត់នឹងមានកាយ៉ាវអីចឹងហ៎បងទៅណាទៅណីឃើញតែគាត់រហូតចឹង ឃើញតែគាត់ហើយមិត្តភក្តិគាត់មួយនោះក៏ឃើញដែរមិត្តភក្តិគាត់ណាខ្ញុំភ្លេចឈ្មោះគាត់ហើយមិត្តភក្តិគាត់ជាងកាត់សក់តែមិត្តភក្តិគាត់នេះអូនទៅនៅទីជួលអញ្ចឹងណា បាទ ទៅទីជួលហ្នឹងគេថាចាគាត់ចូលទៅដល់រឿងផ្លែកមិត្តភក្តិគាត់ប្រាប់ណាចូលទៅដល់ផ្ទះជួលហ្នឹងដូចផ្លែកត្រង់ថានៅពេលដែលចូលទៅដល់ក៏ឃើញមានសំណែនមានការសែនប្រេនមានអីចឹងណា បាទ ផ្ទះជួលនេះមានបន្ទប់ជួលនេះមានគេដាក់សែនដាក់អីគាត់ក៏ធ្វើតាមទៅដាក់ជែកដាក់ស្ករគ្រាប់អីចឹងណា បាទ គាត់ទៅនៅទៅពេលទៅនៅបានមួយរយៈទៅមិត្តភក្តិគាត់មកលេងណាទៅពេលមិត្តភក្តិគាត់មកលេងគេមិនផឹកស៊ីធម្មតាគេដាក់អីត្រជាក់អញ្ចឹងណា បាទយូរជុំគ្នាម្ដងដាក់ឲ្យណានម្ដង ហ្នឹងក៏ទិញស្លាបមាន់ជើងមាន់ទិញអីយកមកខ្លែមទៅពេលគេហូបឆ្អឹងវាមានឆ្អឹងវាច្រើនហើយមើលសង្វាក់ធ្លាក់គ្នាចុះ បាទ គាត់មិនធ្វើម៉េចយកអាចារ្យដាក់ជែកដែលគាត់សែនគេហ្នឹងអាចារ្យដាក់កក្រមគាត់ចាក់ជែកចាក់ស្ករគ្រាប់វាចេញទៅគាត់យកអាហ្នឹងមកដាក់ឆ្អឹង អាចារ្យស្រាប់តែគេសែនសំណែនហ្នឹងឯងបង ហ្នឹងអាចារ្យធម្មតាយើងពេលសែនជែកសែនអីយើងមិនដាក់ចានទ្រាំមែនទេ បាទ ទៅពេលគាត់ឃើញថាអត់មានអីសង្វាក់ផងហ៎ បាទ វិញចាក់ហ្នឹងចេញទៅយកដាក់ឆ្អឹងមកយកហ្នឹងគ្មានដេកកើតទេវាបង្កជាសំឡេងជាការទៅទឹកបើកខ្លួនឯងទៅយូរទូលសូរ៉ាអាបិទអស់ហើយហ្នឹង បាទ ដកដុតហើយមកយកនឹងធំក្លិនយើងហូបអីវាល្ងាចអាខ្លែមនឹងធំក្លិនពេញបន្ទប់អាហ្នឹងធំក្លិននោះថាយើងហូបស្លាប់មាន់ធំក្លិនស្លាប់មាន់អាំងពេញបន្ទប់ហ្នឹងទៅ បាទចឹងមានន័យថាគេប្រកាន់គេនៅក្នុងបានទេពួកហ្នឹង
ខ្លាំងប្រកាន់ណាហើយមិត្តភក្តិគាត់ដដែលនេះទៅលេងពួកមិត្តភក្តិគាត់ឃើញស្តៀងគាត់ចឹងហើយ បាទ ចុះគឺថាមនុស្សគាត់កាយោដូចគ្នាកាយោខ្មោចលោកដូចគ្នានៅជាមួយគ្នាត្រូវ បាទ គាត់ទៅលេងនៅពោធិ៍សាត់ចឹងដែរប៉ុន្តែស្គាល់ភ្នំ1500នៅប៉ែកពោធិ៍សាត់ដែរ ស្គាល់បងស្គាល់ ហ្នឹងហើយគាត់ទៅលេងទៅអានេះមើលពេលដែលបោះតង់ថ្ងៃទី1មិនអីបោះតង់ថ្ងៃទី2គាត់ហូបចុកហើយសារ៉ាមសារោចអីឲ្យបានយកទុកដាក់ត្រឹមត្រូវបោះគេចោលពេញហ្នឹង បាទ ពេលយកអត្រាតិចងូចដេកគេដេកអស់ទៅក្នុងសក់គ្នាគាត់ពីរនាក់ដេកអត់លក់គាត់ចេញមនោមស្រាប់តែឃើញអប្សរាចេញពីភ្នំមកដែរចេញមកដល់ពុំរមមកគាត់ទីងណយរមក្បាច់ឡើងក្បាច់ចុះលេងដោះដៃដោះជើងហើយដោះក្បាលនេះរត់ចុយមកផ្អើលតោះខ្ញុំប្រភេទមនុស្សខ្ញុំខ្លាចខ្មោចរបាំនឹងជាងគេគ្រាន់តែសម័យឃើញហេតុការណ៍រំហ្នឹងក៏បាសសក់ដែរខ្ញុំអាហ្នឹងវាអញ្ចឹងមែនអូនខ្ញុំនិយាយមែនប៉ុន្តែអ្នកខ្លះគាត់លើកណាថាស្មារតីគាត់ល្អគាត់ចេះតែទ្រាំបានបើខ្ញុំមិនបើឃើញបើមិនគាំងហ្នឹងក៏រត់បាក់រត់ទៅណាណៃដែរដូចគ្នាហ្នឹងក៏តែហើយគាត់និយាយយើងស្ដាប់ហើយជុំមកគួរខ្លាចចាំមើលមានឱកាសមកនឹងនិយាយរឿងប្រែបងណាយទៀតបងធ្លាប់ដឹងពីគាត់ច្រើនគាត់ប្រែបងបាទតែបងចង់មកឲ្យកូនសិនបាទថ្ងៃណាមកថ្ងៃណាខ្ញុំថាទៅស្អែកបងខ្ញុំរៀបអស់ដាក់លើគោយន្តខ្លះហើយខ្ញុំថាសាងដាក់លើឡានហ្នឹងពួកដាក់ដឹកច្រើនពេកអត់ហ៊ានឆ្លងស្ពានអញ្ចឹងបាទដល់ពេលអញ្ចឹងទៅខ្ញុំរៀបហើយយើងស្អែកបានទៅទេគេទៅវល់អញ្ចឹងបាទទៅមកបានថ្ងៃណាចាអូនខ្ញុំសើដឹងដែរបងបើដូចខ្ញុំអត់យកសើយកដែរចេញមកយើងទៅហើយស្អែកថ្ងៃប្រហោះបងហ៎